ត្ថភាពច្រៀងរបស់ប៉ៃខេណាឌីចែមស្រីលានេះជាប៉ៃខេណាឌីចែមស្រីលាមកពីខេត្តតាកែវមានឈ្មោះអីដែរអូនចាបងខ្ញុំឈ្មោះច័ន្ទសិលៈមកពីខេត្តតាកែវមានអាយុ21ឆ្នាំអូស្ទឹងសានអើយអញ្ចឹងការបកស្រាយរបស់ប្អូននៅក្នុងបទចម្រៀងស្ទឹងសានប៉ារីសហ្នឹងគឺចូលទៅដល់ចិត្តអ្នកស្ដាប់ធ្វើឲ្យគាត់មានអារម្មណ៍ថាស្លុងជាមួយនឹងសម្លេងរបស់យើងថាបងក្បត់អូការប្រើប្រាស់នៃសម្លេងទៀតសោតស្ដាប់មើលទៅដូចជាមានភាពរំដំច្រើនឧបសគ្គមានសម្រាប់ប្អូនដោយសារតែមើលទៅហាក់ដូចជាល្ងាញ័រអូនមានឱកាសនឹងបន្តទៅមុខទៀតអូយអរគុណច្រើនបៃខេណាឌីមកពីខេត្តតាកែវម្នាក់នេះអាចប្រើប្រាស់សម្លេងរបស់នាងបានយ៉ាងល្អគ្រប់លក្ខណៈហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈកាលកន្លងមកលើកទូរស័ព្ទគេទៅអូននៅក្បែរប្រាំគេសំបងសន្យាកាយច្រមុំត្រង់សប្តាហ៍នេះគឺល្អជាងសប្តាហ៍មុនដោយឡែកទាំងការរៀបចំខ្លួនទាំងការបកស្រាយចម្រៀងសពក៏ក្បែរប្រឡាយនៅក្នុងបទមួយនេះដែរសិលៈធ្វើបានល្អខ្ញុំពេញចិត្តចែមស្រីលាអាចបន្តទៅវគ្គ Live Show សប្តាហ៍ទី4ឥឡូវនេះបៃខេណាឌីចែមស្រីលាក់កំពុងតែរីករាយជាមួយវិញ្ញាសាចម្រៀងថ្មីត្បិតនាងមានបទពិសោធន៍ច្រើនគួរសមជាមួយចម្រៀងប្រពៃណីខ្មែរនេះខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនទែនហើយក៏មានមោទនភាពចំពោះខ្លួនឯងដែលនេះខ្ញុំបានបកស្រាយនៅបទចម្រៀងប្រពៃណីខ្មែរដែលជាវិញ្ញាសាមួយថ្មីហើយប្លែកសម្រាប់កម្មវិធីដែលនេះខ្ញុំមិនធ្លាប់បានឃើញនៅការប្រឡងរដូវកាលមុនតតែសោះថ្ងៃនេះបានបបថ្ងៃជាវេលាល្អបបថ្ងៃជាវេលាល្អថ្ងៃនេះវេលាល្អហ្មងណាវេលាល្អថ្ងៃមុនល្អដែរល្អដែរថ្ងៃនេះក៏ល្អនៅក្នុងវិញ្ញាសាមួយនេះនាងខ្ញុំមិនរំពឹងថានាងខ្ញុំនឹងធ្វើបានល្អ 100% នោះទេប៉ុន្តែយ៉ាងណាក៏នាងខ្ញុំតាំងចិត្តធ្វើឲ្យបានល្អហើយព្យាយាមខិតខំបញ្ចេញអស់ពីសមត្ថភាពដែលនាងខ្ញុំមានទាំងកាយវិការសម្លេងនិងការដាក់មនោសញ្ចេតនានៅក្នុងវិញ្ញាសាបទចម្រៀងបទហ្នឹងថ្ងៃដែលប្រចិនអាំងមនុស្សស្ទើរទៅដល់ណោតខ្ពស់ណោតខាងលើខ្ពស់ហ្នឹងហើយអានឹងគឺជាចំណុចផ្អែមនៃចម្រៀងចំពោះការហាត់សមជាមួយលោកគ្រូភ្លេងគឺមានឧបសគ្គខ្លះៗដែរដោយសារតែបទចម្រៀងប្រភេទហ្នឹងគឺទាមទារឲ្យមានការប្រើប្រាស់សម្លេងបែបអឿនច្រើនពេលខ្លះគឺដាក់មនោសញ្ចេតនាដឺដណ្ដក់តាមអារម្មណ៍របស់បទចម្រៀងបន្ទាប់ពីនាងខ្ញុំបានធ្វើការហាត់សមជាច្រើនដងច្រើនសារជាមួយលោកគ្រូភ្លេងរួចមកនាងខ្ញុំមានអារម្មណ៍ថាប្រសើរហើយទទួលបានបទពិសោធន៍ច្រើនពីលោកគ្រូដោយសារតែបានជជែកជាមួយគាត់ជាមួយនឹងបទចម្រៀងរបៀបលើកដាក់សម្លេងការប្រើអារម្មណ៍ក៏ដូចជាមនោសញ្ចេតនានៅក្នុងបទចម្រៀងហើយនាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំហាក់បីដូចជាស្និទ្ធស្នាលទៅនឹងបទចម្រៀងមួយបទហ្នឹងកាន់តែមានកម្លាំងចិត្តថាខ្លួនឯងមានភាពជឿជាក់ខ្លាំងហើយអាចធ្វើវាបានយ៉ាងល្អគ្រប់យ៉ាងគឺពិតជាមិនងាយស្រួលនោះទេទាមទារឲ្យស្រីលាក់យកចិត្តទុកដាក់និងខិតខំគ្រប់កាលៈទេសៈចែមស្រីលាក់បានធ្វើដំណើរយ៉ាងរលូននៅលើវិញ្ញាសាថ្មីនេះទាំងស្ទីលច្រៀងទាំងមនោសញ្ចេតនាទាំងកាយវិការគួរជាទីពេញចិត្តតែម្ដង
មានភ្ញៀវ ធ្វើឲ្យស្រីចំណាយអង្គហើយហើយអោណាឡែនអូយញ៉ោកបងខ្ញោកឬសបល់ខ្ញាក់សលេងនេះតបែកទឹមខ្លះសេតកោហើយណាញ៉ោកស្ដាប់ខ្ញោកហ្មងចាអូតនុកព្រៀបតដូចឃើញណាចាហើយ background មកអញ្ចឹងទៀតមើលមកឥឡូវថានៅមានការមួយទៀតណាខែនេះខែចូលដល់ខែប្រាំងហើយមិនអញ្ចឹងហ៎បាទប៉ុន្តែក៏មើលមក background ខាងក្រោយតាក់ទងអ្នកនៅកន្លោះជាពិសេសតាមជនបទគ្រាន់តែស្ដាប់មកហ្នឹងគឺព្រឺសវល់នឹកឃើញយំហ្មងសំខាន់នេះចាសិលាក់ជ្រៀងចប់ហ៎ពងរមុខប្រុសអប្រិយប្រុសនេះអូនឯងសុំកលេចទៅខាងឆ្វេងអញ្ចឹងហ៎ចាប្រុសអប្រិយនឹងឯងចិត្តអមនុស្សធម៌អប្រិយកំពុងតែរមមុខមកជ័យយកជ័យអីមែនថាចង់ថាបងអីទេប៉ុន្តែដោយសារតែដាក់អារម្មណ៍ជ្រុលអញ្ចឹងខំពេកហើយចាំបាច់ស្រឡឹងមុខខ្ញុំស្រឡឹងអ្នកភ្លេងទៅស្រឡឹងមុខម៉ែស្រួលចិត្តស្រឡឹងមុខខ្ញុំស្រួលចាសិលាអារម្មណ៍មិនដែរបន្ទាប់ពីបកស្រាយបទចម្រៀងទម្រង់ភ្លេងការនេះចាប់រួចរាល់ចាជាដំបូងបងប្អូនក៏សូមគោរពជំរាបសួរដល់បងគណៈកម្មការទាំង4ក៏ដូចជាពុកម៉ែបងប្អូនទាំងអស់ដែលតែងតែទស្សនានិងគាំទ្រដល់រូបប្អូនទាំងនៅទីនេះនិងតាមគេហដ្ឋានហើយអារម្មណ៍ពេលនេះគឺពិតជាសប្បាយរីករាយហើយក៏មានមោទនភាពដែរដែលបានបកស្រាយនៅបទប្រពៃណីចាអាចថាជាក្មេងចំនួនក្រោយប៉ុន្តែសប្បាយចិត្តបានបកស្រាយនៅបទបុរាណខ្មែរបាទប្រពៃណីខ្មែរភ្លេងការណាសិលាបាទអរគុណឥឡូវនេះស្ដាប់យោបល់ពីគណៈកម្មការវិញម្ដងបាទសូមអញ្ជើញកញ្ញាអរសគុណកញ្ញាជំរាបសួរបងចាអរគុណជំរាបសួរអរគុណសិលាក្នុងថ្ងៃនេះដែលបានបង្ហាញចេញនៅសមត្ថភាពមួយបែបទៀត
ចាដូចជាទស្សនិកជនធ្លាប់បានជ្រាបថាកម្មវិធី Cambodian Idol របស់យើងទាំងរដូវកាលទី1និងរដូវកាលទី2ហើយជាក់ស្ដែងដូចជារដូវកាលទី3គឺយើងបានរៀបចំនៅលក្ខខណ្ឌក៏ដូចជាវិញ្ញាសាប្លែកៗនិងអ្វីដែលកាន់តែប្លែកជូនដល់ទស្សនិកជនក៏ដូចជាបេក្ខជននិងបេក្ខនារីក្នុងការស្វែងយល់សិក្សាពីបទចម្រៀងពាក្យថាចម្រៀងឲ្យបានជ្រាលជ្រៅនិងគ្រប់ទម្រង់បែបបទទាំងអស់ហើយជាក់ស្ដែងនៅក្នុងថ្ងៃនេះស្រីលក្ខក៏ជាបេក្ខនារីមួយរូបដែលមានឱកាសក្នុងការបញ្ចេញនូវសមត្ថភាពនៅក្នុងបទបែបប្រពៃណីបែបភ្លេងការនៅក្នុងរាត្រីនេះចាហើយអ្វីដែលសំខាន់មួយទៀតស្រីលក្ខក៏ធ្លាប់មានបទពិសោធន៍ខ្លះៗក្នុងការប្រើប្រាស់នៅបទសម្លេងបែបភ្លេងការរួចរាល់ខ្លះហើយក៏ប៉ុន្តែបងដឹងថាអារម្មណ៍នៅក្នុងថ្ងៃនេះមិនដូចជារាល់ដងទេចាមិនដូចជាការដែលយកបង្ហាញរាល់ដងទេពីព្រោះថានេះគឺជាការបង្ហាញចេញមកដោយអារម្មណ៍ថ្មីមួយបែបទៀតនៅលើឆាកមានទស្សនិកជនគាត់ចាំមើលថាតើស្រីលក្ខអាចបង្ហាញនៅសមត្ថភាពរបស់ខ្លួនបានដល់កម្រិតណាហើយការស្វែងយល់នៅបទចម្រៀងដែលបងអូនត្រូវបង្ហាញនឹងបានដល់កម្រិតណាហើយជាក់ស្ដែងនៅពេលដែលបងស្ដាប់ស្រីលក្ខច្រៀងចម្រៀងមួយបទអំបញ្ញមិញនេះគឺមានអត្ថន័យជ្រាលជ្រៅហើយជាពិសេសគឺទាំងការបកស្រាយលើកដាក់សម្លេងរបស់ស្រីលក្ខគឺធ្វើបានល្អស្ទើរតែអាចនិយាយបានថាសម្លេងខ្ពស់ហើយក្រលួចកំសត់ទាំងមនោសញ្ចេតនាចាធ្វើបានល្អមែនទែនគួរឲ្យសរសើរចាក្មេងស្រីចំនួនក្រោយមួយរូបដែលអាចធ្វើបានល្អបែបនេះចាអរគុណខ្លាំងណាស់ចាអរគុណសម្រាប់ការបង្ហាញនៅសមត្ថភាពដែលពោពេញទៅដោយការផ្ចិតផ្ចង់និងព្យាយាមធ្វើឲ្យបានល្អបងមានតែពាក្យថាជូនពរឲ្យស្រីលក្ខទទួលបាននៅសារគាំទ្រពីទស្សនិកជនឲ្យច្រើននៅក្នុងរាត្រីនេះចាអរគុណច្រើនបងអរគុណច្រើនជាបន្តសូមជើញលោកព្រាបសុវត្ថិជំរាបសួរបងអរគុណស្រីលក្ខចាបងតាំងពីកាយវិការតាំងពីសម្លៀកបំពាក់តាំងពីទឹកមុខតាំងពីសម្លេងថ្ងៃនេះគឺទទួលបានគ្រប់ទម្រង់នៅក្នុងសារពាង្គកាយរបស់បងអូនគឺបាទគឺតាំងពីដៃខ្ញុំឃើញជីបទឹកមុខលេងគឺដូចថាយើងមើលទៅគឺទម្រង់ប្រពៃណីសុទ្ធសាធចាបងបាទទាំងរឹកពីទាំងកែវភ្នែកទាំងអស់គឺសិលាក់ធ្វើបានល្អថ្ងៃនេះអត់ដឹងថាមានអីនិយាយព្រោះសម្លេងកលួចហើយសម្លេងខ្ពស់ព្រោះសម្លេងបែបបត់នៃប្រពៃណីគឺតោះតែខ្ពស់ណាស់បានធ្វើបានល្អខ្ពស់ហើយកលួចទៀតបានទាញអារម្មណ៍អញ្ចឹងតួយ៉ាងដូចបងប្អូនមួយចំនួនពេលខ្លះទៅគ្រាន់តែឮភ្លេងការតាមក្បែរភូមិកញ្ចាក់មកឮសម្លេងតិចពេលខ្លះការខ្ញុំនៅកំឡោះខ្ញុំឮភ្លេងការខ្ញុំកំសត់ខ្លួនឯងកំសត់ផងដូចមានអារម្មណ៍ថាដូចស្រាវស្រាញដូចអញ្ចឹងគាត់ថាបង្ហើរនៅបទប្រពៃណីដូចមានអារម្មណ៍នឹកឃើញដូចពីដើមអញ្ចឹងហ្មងអរគុណណាស់ហើយក៏សូមជូនពរឲ្យទទួលជោគជ័យនៅក្នុងយប់នេះអរគុណសិលាបាទអរគុណឥឡូវមុនបន្តទៅលោកដុបបាជីរិតចង់សួរបន្តិចបាទលោកដុបបាជីរិតមានឮភ្លេងការសៀវស្រាញដោយបងសវត្តអត់ខ្ញុំធម្មតាពីព្រោះឮច្រើនដងពេកអត់មានសៀវស្រាញទេបាទអរគុណសិលាថ្ងៃនេះគឺបងអូនមានការរៀបចំខ្លួនបានស្អាតជាមួយនឹងទម្រង់បែបប្រពៃណីហើយបកស្រាយបទចម្រៀងបទថ្ងៃជាលំនាំបទសារិកាកែវនៅក្នុងនោះដែរការបង្ហាញសមត្ថភាពនៅឃ្លាទី1ដំបូងគឺគ្រាន់តែចាប់បើកមាត់មកភ្លាមគឺសម្លេងរបស់យើងគឺស្រួយហើយគេហៅថាមានភាពកលួចក៏ប៉ុន្តែនៅក្នុងឃ្លាទី1ហ្នឹងកន្លែងសម្លេងខ្មោចបងមានការផ្ទៀងផ្ទាត់ស្ដាប់ទៅយើងដូចថារៀងនៅស្ទើរបន្តិចប៉ុន្តែពេលនោះបងក៏ព្យាយាមផ្ទៀងផ្ទាត់បន្ថែមទៀតពីព្រោះចង់ដឹងថាតើសមត្ថភាពបងអូននៅក្នុងបទចម្រៀងមួយបទនេះអាចមានដល់កម្រិតណាប៉ុន្តែបន្ទាប់ពីឃ្លាទី2ទៅគឺបើកមកអស់បានន័យថាយើងដូចថាអស់គេហៅថាយើងទប់អារម្មណ៍ខ្លួនឯងបានអស់ពីការរំភើបជាមួយនឹងទស្សនិកជនទៅគឺធ្វើបានល្អអញ្ចឹងបន្ទាប់ពីឃ្លាទី2ទៅគឺស្ដាប់ទៅគឺកលួចហើយពិសេសគឺបទនេះគឺតឹងខ្លាំងណាស់កន្លែងដែលធូគឺធូកាលដល់ក្រោមហើយកន្លែងដែលតឹងគឺទាមទារសមត្ថភាពខ្ពស់អញ្ចឹងការដែលបងអូនអាចច្រៀងបានក៏បង្ហាញពីសមត្ថភាពរបស់យើងថាសមត្ថភាពរបស់យើងគួរឲ្យទស្សនិកជនកត់សម្គាល់និងសរសើរយ៉ាងម៉េចដែរអញ្ចឹងនៅក្នុងថ្ងៃនេះការបង្ហាញសមត្ថភាពរបស់បងអូនបងសូមសរសើរហើយក៏ជូនពរឲ្យសិលាបន្តជាប់ទៅកាន់សប្តាហ៍ខាងមុខទៀតអរគុណអរគុណច្រើនបងអរគុណច្រើនជាបន្តសូមជើញលោកឆនស្វណ្ណរាជអរគុណសិលាថ្ងៃនេះបងនិយាយពីសមត្ថភាពនៃការបកស្រាយបទជាមួយមួយបទនេះវិញគឺបងអូនពោពេញទៅដោយសមត្ថភាពខ្ពស់នៅក្នុងការបកស្រាយបទចម្រៀងប្រពៃណីមួយបទនេះដូចបងក៏បាននិយាយអញ្ចឹងខ្ពស់ប្រើប្រាស់សម្លេងខ្មោចសឹងតែ 80% នៅក្នុងបទជាមួយមួយបទនេះពិបាកតែសិលាធ្វើបានអ្វីដែលបងសុំសរសើរមួយទៀតនោះបងអូនស្ដាប់ធ្វើឲ្យទស្សនិកជនក៏ដូចជាបងមានអារម្មណ៍ថាសំណោះសំណោកទៅតាមអារម្មណ៍របស់បងអូនចេះខាបព្រលឹងអ្នកស្ដាប់បាទចេះខាបអារម្មណ៍អ្នកស្ដាប់
អត់លងលោចទៅតាមអ្វីដែលសិលាបានបកស្រាយកំសត់មែនទែននៅក្នុងបទជាមួយមួយបទនេះទឹកមុខរបស់យើងអត់កំសត់ទេធម្មតាតែបើសិនជាងាកមុខចេញឲ្យស្ដាប់តែសំឡេងរបស់សិលាឈឺចាប់មែនទែនឲ្យគេយល់ច្បាស់ថានៅក្នុងបទជាមួយមួយបទនេះសិលាចង់និយាយពីអីខ្លះគេយល់ពីទំហំចិត្តរបស់សិលាអ្វីដែលសំខាន់គឺសូមសរសើរនៅបេក្ខជនដែលមានសមត្ថភាពខ្ពស់ដោយសិលាជូនពរឲ្យជោគជ័យសម្រាប់ជំនាញនេះ អរគុណច្រើនបង បាទសូមអរគុណដល់គណៈកម្មការទាំង4រូបហើយសូមជម្រាបជូនថាបេក្ខនារីចែមស្រីលក្ខគឺមានលេខកូដសម្គាល់លេខ3បាទសូមកុំភ្លេចផ្ញើសារគាំទ្រនៅពេលដែលបេក្ខជនទាំងអស់បង្ហាញនៅសមត្ថភាពបញ្ចប់ទៅជូនពរសិលៈនៅក្នុងរាត្រីនេះសំណាងល្អណាស់ណាចាក្រៅពីខាបពលឹងទស្សនិកជនសូមកុំភ្លេចខាបសម្លេងសារផងចាអរគុណបាទសូមផ្ដល់ជាកម្លាំងចិត្តម្ដងទៀតប្រិយមិត្តទស្សនិកជននៅវគ្គក្រោយលោកអ្នកនឹងបានឃើញនៃការបង្ហាញ